ធ្លាប់សួរពីចិនមានស្ងួនតើអូនលងបាត់ទេជីវ៉ារស់នៅជាមួយនឹងរៀងរ៉ាមានតែសង្ខារនឹងចឹងភក្តីធ្វើជាជាងសំណងហូបបាយដាក់ក្នុងថង់រស់នៅតែក្រោមតង់នឹងសង្កសីអូនថារបស់មានតម្លៃក៏គ្មានន័យស្មើបេះដូងរៀមរ៉ាថ្ងៃមួយមានគេចូលពីឡានមករងបងភ្នែកសំដាយទៅនួនល្អងហើយបងទិញដីលោទៅពុកខ្ញុំមានសមត្ថភាពអីទៅបងប្រាថ្នាតែបំណងគេមកដើម្បីព្រោះចង់ស្គាល់មកមួយខែក្រោយមកខ្ញុំឃើញតន់នេត្រាអូនក៏ឆ្លើយតាមត្រង់ថែមទាំងនាមនេះបងមួយថ្ងៃពីរម៉ានជីវិតយ៉ាប់យ៉ឺនមកសួរឲ្យរួចនឹងគេថ្ងៃខ្លះគេរកបានរហូតដល់រាប់សែនគេមានផ្ទះសម្បែងគេមានឡានសម្ញែងបងវិញទៅទេមួយថ្ងៃពីរម៉ានយូរឆ្នាំទៅហើយរូបបងគ្មានសល់អីទេថ្ងៃណាបានបងរំលោះបរិយនឹងគេសំបីតែលេមិនដែលបានលៀបផងបែកគ្នាមិនយូរប៉ុន្មានស្រកលយ៉ាននួនប្រែឆាយលៀបលេសុទ្ធតែប្រែនសូវ៉ាយអូនណាយពីក្លិនស៊ីមុំឡានជីឡាននឹងគេញ៉ាំសុទ្ធតែប៊ូហ្វេភ្លេចសំឡេងមុំពេភ្លេងបាយច្រងថងកុំណែអូនកុំតួនភ្លេចខ្លួនប្រយ័ត្នគេនោះគ្រាន់សំដែរពីឡានមករងបងភ្នែកសំដាយទៅនួនល្អងហើយបងទិញដីលោទៅពុកខ្ញុំមានសមត្ថភាពអីទៅបងប្រាថ្នាតែបំណងគេមកដើម្បីព្រោះចង់ស្គាល់មកមួយខែក្រោយមកខ្ញុំឃើញតន់នេត្រាអូនក៏ឆ្លើយតាមត្រង់ថែមទាំងនាមនេះបងមួយថ្ងៃពីរជីវិតយ៉ាប់យ៉ឺនមកសួរឲ្យរួចនឹងគេថ្ងៃខ្លះគេរកបានរហូតដល់រាប់សែនគេមានផ្ទះសម្បែងគេមានឡានសម្ញែងបងវិញទៅទេមួយថ្ងៃពីរម៉ានយូរឆ្នាំទៅហើយរូបបងគ្មានសល់អីទេថ្ងៃណាបានបងរំលោះបរិយនឹងគេសំបីតែលេមិនដែលបានលៀបផងជឿគេពេកប្រយ័ត្នគេហ្វេកណាអូនលុយឡានមិនមែនរបស់ខ្លួនគ្រាន់តែជារបស់ដែលគេឲ្យខ្ចីវាជាមួយបងដូចជាមិនមានធនធានអចាប៉ុន្តែមិនដែលចង់ពេលអង្គការទេស័យព្រមសន្សំរាល់ថ្ងៃដើម្បីបានថ្លៃមកធ្វើភរិយាបើសិនមានជាតិក្រោយបងសូមប្រាថ្នាកុំជួបគ្នាទី